ថៅកែឈីនកុំលក់អីទំនិញនេះយើងមិនលក់សំបី1គីឡូតាផៅប្រាប់បងប្អូនលើកអីវ៉ាន់ឡើងឡានវិញដឹកទៅឈីងស៊ឺវិញក៏ស្អុយដែរនរណាថាយើងទុកឲ្យវាស្អុយស្រស់លក់មិនចេញយើងនឹងធ្វើវាជាដំណាប់វ៉ាន់មីធម្មជាតិគ្មានសារធាតុគីមីដំណាប់ខូចដាក់ស្ករសិបអនិមិត្តលើទីផ្សារយកមកប្រៀបជាមួយយើងមិនបានទេយើងគ្មានម៉ាស៊ីនសម្ងួតធំទេផ្លែឈើរាប់ម៉ឺនគីឡូពឹងលើការហាលថ្ងៃមិនទាន់ស្ងួតផងដប់សិតបាត់ទៅហើយនរណាថាតើតែមានម៉ាស៊ីនសម្ងួតថៅកែឈីនមិនធ្លាប់រស់នៅស្រុកស្រែទេអីឲ្យតែមានដីអត់សង់ក៏សេនឹងអស់ខ្ញុំនឹងនាំអ្នកសង់ឡដីតោះត្រឡប់ទៅឈីងស៊ឺវិញហាឃើញទេខ្ញុំបាននិយាយថាម៉េចទឹកមកក្រុងក៏គង់តែត្រូវបោះចោលជាសម្រាមដដែលអាឈីននេះមិនត្រឹមតែខ្សែធនទេថែមទាំងខាត់សហុយដឹកសម្រាមទៅវិញទៀតពិតជាគួរឲ្យចង់សើចមែនទៅខាងលិចភូមិទីនោះមានល្អិតចាស់បោះបង់ចោលយូរហើយដាក់ផៅហឺស៊ឺនាំគេទៅជីកដីឥដ្ឋនៅមាត់អូលីជាមួយចំបើងកាន់តែច្រើនកាន់តែល្អចៅពោនាំមីងទៅលៀងនឹងចិត្តសម្បបពេហាន់ក្រាស់កុំហន់ស្ដាងពេកពេលស្ងួតវានឹងរួញដោយក្រដាសឈីនស៊ូនាំ2នាក់មកជួយរៀបជញ្ជាំងចន្លោះអាចត្រូវបិទដីយ៉ាត់ឲ្យចិត្តមិនអាចឲ្យលេខផ្សែងចេញឡើយបើមិនអញ្ចឹងដំណាប់នឹងធំក្លិនអស់ទុកចិត្តចុះខ្ញុំធ្លាប់ធ្វើកម្មករសំណងរៀបអត់បានមុំជាងឯងទៅទៀតដាក់ចូលផឹកទឹកសិនទៅសម្រាប់ចុះខ្ញុំមើលភ្លើងឲ្យឈីនស៊ូឯងធំក្លិនទេជោគជ័យហើយប៉ុន្តែថៅកែលីនដំណាប់ធ្វើរួចហើយតើលក់យ៉ាងម៉េចដាក់ថង់ផ្លាស្ទិកក្លឹងគីឡូលក់នៅផ្សាររាត្រីអីអញ្ចឹងលក់បានត្រឹមថ្លៃដំឡូងគ្រីមប៉ុណ្ណោះយើងចង់បានចំណេញខ្ពស់ត្រូវតែមានការវេចខ្ចប់ត្រូវតែជាការវេចខ្ចប់បូមខ្យល់កម្រិតខ្ពស់តែពេលនេះយើងគ្មានលុយ1រៀលទេម៉ាស៊ីនបូមខ្យល់តូចមួយថប់បំផុតក៏2000ទៅ3000ដែររឿងម៉ាស៊ីនទុកឲ្យខ្ញុំអញនៅមើលភ្លើងទីនេះចុះកែឈីនធ្វើបាបខ្ញុំហើយខ្ញុំទិញអេតចាយសោះឯណាមានរបស់ទំនើបដែលអញចង់បាននោះរបស់អេតចាយនេះថ្លៃប៉ុន្មាននេះជារបស់ល្អដូរម៉ូតូទៅប្រើបានហើយឲ្យ500មក500ទៅប្លន់ធនាគារទៅរបស់ខូចនេះម៉ូតូច្រេះស៊ីអស់ហើយម៉ាស៊ីនបូម collection ទិញទៅវិញគ្រាន់តែជួសជុលអស់រាប់រយបាត់200លើសមួយកាក់ក៏ខ្ញុំមិនយកដែរទុកឲ្យវាកាត់កូនទៅបានចាត់ទុកថាខ្ញុំស៊ុយចោះយកទៅនេះជាម៉ាស៊ីនដែលឯងទិញមែនទេបងស៊ូទៅរើសសម្រាមពីណាទៅវាប្រើបានទេសម្រាមបើដាក់ត្រូវកន្លែងគឺជាម៉ាស៊ីនបោះពុំភ្លុយតាផៅទៅទិញទូយ៉ូស៊ីលីកូន8មីលីម៉ែត្រនៅហាងលក់ដែកហើយទិញឌុយដោតមួយមកវិញឲ្យលឿនដល់ភ្លើងដល់ហើយពិតជាអស្ចារ្យមែនអស្ចារ្យណាស់មិនមើលទេថានរណាជាអ្នកធ្វើបងស៊ូរបស់ធ្វើរួចហើយវេចខ្ចប់ក៏រួចរាល់តែយើងគ្មានមួយទេពេលនេះវាំងម៉ាំងជឿបានប្រកាសនៅផ្សារមាននរណាហ៊ានទិញទំនិញយើងទេរបស់នេះលក់ឲ្យនរណាថាយើងត្រូវលក់ឲ្យឈ្មួញកណ្ដាលទាំងនោះថៅកែលីនយប់នេះខ្ញុំនាំអញទៅផ្សាររាត្រីដែលអ៊ូអរបំផុតយើងចាប់ផ្ដើមពីការក្រាវកន្សែងលក់41គីឡូឈួតនឹងលុយហើយអីយីនាងតូចអញលក់របស់ចម្លែកអីនឹង10រៀល1គីឡូធ្វើពីមាសឬយ៉ាងម៉េចបានជាហ៊ានលក់40រៀល1គីឡូអ្នកមកដាប់ផ្សាររាត្រីគឺចង់បានរបស់ថោកនឹងបានច្រើនមើលដំណាប់ពេះឯងនេះមើលខ្មៅខ្ងិតសំបីតែថងវេចខ្ចប់ត្រឹមត្រូវក៏គ្មានលក់40ឆាប់រៀបចំឲ្យបានទៅផ្ទះទៅកុំខាត់លុយថ្លៃតូបនៅទីនេះអីបងស្រីនេះមិនមែនខ្មៅទេនេះជាជាតិ